កំពុកប្រេងឆាជីវិតការងារដើរទន្ទឹមគ្នានឹងក្តីសុខមនោរម្យយើងដឹងហើយថាជីវិតដែលមានសេចក្តីសុខគឺការចេះធ្វើឲ្យខ្លួនយើងមានសេចក្តីសុខក្នុងពេលបច្ចុប្បន្ននេះឯងការមានសេចក្តីសុខរបស់មនុស្សមានកត្តាផ្សេងជាច្រើនរួមទាំងសេចក្តីស្ងប់ក្នុងពេលប្រកបកិច្ចការប្រចាំថ្ងៃផងដែរការធ្វើកិច្ចការដែលបង្កប់ដោយក្តីបារម្ភក្តីមន្ទិលសង្ស័យឬក្តីចម្បែងក្នុងចិត្តធ្វើឲ្យយើងត្រូវរងទុក្ខក្នុងការអត់ទ្រាំឲ្យពេលវេលាមួយថ្ងៃកន្លងទៅដល់សែនយូរហើយលទ្ធផលកិច្ចការច្រើនតែពុំសូវបានល្អផ្ទុយទៅវិញចំពោះកិច្ចការដែលយើងបង្កក្តីបារម្ភធ្វើទៅតាមសម្រួលពុំមានការតានតឹងរយៈពេលការងារក្នុងពេលមួយថ្ងៃវានឹងទៅជាឆាប់រហ័សហើយច្រើនតែសម្រេចលទ្ធផលបានល្អទៀតផងកាលពីយូរលង់មកហើយមានគ្រួសារមួយស្នាក់នៅលើខ្នងភ្នំឪពុកប្រើកូនដែលនៅតូចនៅឡើយឲ្យទៅទិញប្រេងឆានៅឯផ្សារមុនពេលឪពុកចេញឪពុកបានហុចចានកូនធំមួយទៅឲ្យកូនហើយបញ្ជាក់យ៉ាងច្បាស់ជាដាច់ខាតថាឥឡូវនេះយើងមិនសូវមានលុយកាក់ប៉ុន្មានទេខ្លួនឯងត្រូវតែចេះជួយត្បិតត្បៀតសន្សំសំចៃដើរឲ្យប្រយ័ត្នកុំឲ្យកំពុកប្រេងឆាឬទេក្មេងប្រុសទទួលបញ្ជាពីឪពុកហើយក៏ចុះពីភ្នំសម្ដៅទៅផ្សារដើម្បីរកទិញប្រេងឆានៅតាមផ្លូវពេលដើរដំណើរត្រឡប់មកផ្ទះវិញក្មេងនោះនឹកឃើញទៅដល់ពាក្យដាក់កំហិតព្រមទាំងមុខមាត់អាកប្បកិរិយាដ៏គួរឲ្យស្បាមរបស់ឪពុកគេកាន់តែព្រួយបារម្ភក្នុងចិត្តបេះដូងលោកខុសធម្មតាប្រម៉ែឃើញតែម្យ៉ាងគឺប្រសិនបើអញហ៊ានប្រហែសឲ្យកំពុកប្រេងឆាមកជាពុកវៃសំពងអញចាស់ដៃជាមិនខានគិតកាន់តែច្រើនក្មេងក៏កាន់តែខ្វល់ខ្លាំងឡើងដៃទាំងពីររបស់គេត្រចានដាក់ប្រេងពេញនោះខំដើរលបយ៉ាងប្រយ័ត្នប្រយែងជាទីបំផុតសូម្បីតែងាកឆ្វេងងាកស្ដាំឬមួយរមាស់តាមដងខ្លួនក៏គេមិនហ៊ានយកដៃអេះដែរតែជាអកុសលនៅពេលដើរមកជិតដល់ក្បែរមាត់ទ្វារផ្ទះទៅហើយដែលសារតែខំប្រឹងពិនិត្យប្រេងឆានៅក្នុងចានគេមិនបានឃើញដីក្រឡុកបន្តិចនៅពីមុខធ្វើឲ្យចំពប់ជើងទោះបីជាមិនដួលប៉ុន្តែវាធ្វើឲ្យប្រេងឆានៅក្នុងចានកំពប់អស់មួយចំណែកក្មេងតូចនឹកមួម៉ៅផងនិងភ័យផងរហូតញ័រដៃទៅត្រើតធ្វើឲ្យប្រេងនៅក្នុងចានកំពប់ថែមទៀតតែពាក់កណ្ដាលប៉ុណ្ណោះតែឃើញប្រេងនៅសល់តែពាក់កណ្ដាលដូច្នេះឪពុកខំជាខ្លាំងចង្អុលមកបន្តកូនខ្លាំងថាឯងនេះគ្មានបានការអ្វីមែនឪពុកប្រាប់ហើយប្រាប់ទៀតថាឲ្យប្រយ័ត្នហេតុអីក៏នៅតែធ្វើឲ្យប្រេងកំពុកច្រើនដល់ម្លឹងខ្ញុំជាបំបងបាយមែនគួរឲ្យក្តៅក្រហាយម្លេះក្មេងប្រុសតូចចិត្តជាខ្លាំងអង្គុយយំអណ្ដើតអណ្ដក់ម្នាក់ឯងនៅពីមុខផ្ទះម្ដាយឮតកូនយំដូច្នេះក៏ចេញពីបន្ទប់មកសួរថាតើមានរឿងអីក្រោយពីស្ដាប់រឿងរ៉ាវអស់ហើយម្ដាយក៏និយាយបកស្រាយឲ្យឪពុកឈប់ខឹងហើយលួចមកនិយាយជាមួយកូនតែម្នាក់ឯងថា
ឲ្យឯងទៅទិញប្រេងម្ដងទៀតក្មេងបើកភ្នែកធំមានអារម្មណ៍កាន់តែភ័យជាងមុនទៅទៀតតែម្ដាយសម្លឹងមកកូនទាំងទឹកមុខញញឹមដោយសម្ដីលួងលោមថាលើកនេះទៅតាមផ្លូវត្រឡប់មកវិញមកចង់ឲ្យកូនឯងសង្កេតមើលអ្វីនៅជុំវិញមើលមនុស្សម្នាមើលទេសភាពតាមដងផ្លូវឲ្យបានច្បាស់តែមកដល់ផ្ទះវិញកូនឯងជួយរៀបរាប់ឲ្យម៉ែស្ដាប់ផងក្មេងប្រុសនឹករារែកចង់បដិសេធវាក៏និយាយប្រាប់ម្ដាយថាគ្រាន់តែខ្លាញ់មួយមុខខ្ញុំកាន់មកមិនបានស្រួលផងចង់សម្រមឲ្យខ្ញុំកាន់ទាំងចានប្រេងផងសង្កេតមើលទេសភាពផងហើយថែមទាំងត្រូវមករៀបរាប់ឲ្យម៉ែស្ដាប់ទៀតខ្ញុំពិតជាធ្វើមិនបានទេប៉ុន្តែម្ដាយនៅតែជំរុញឲ្យគេសាកល្បងលោមើលតើក្មេងប្រុសបង្ខំចិត្តព្រមទៅទិញប្រេងឆានៅឯផ្សារម្ដងទៀតនៅតាមផ្លូវធ្វើដំណើរត្រឡប់មកផ្ទះវិញក្មេងប្រុសសង្កេតឃើញថាតាមពិតទៅទស្សនីយភាពតាមដងផ្លូវស្អាតល្អសម្បើមណាស់តែសម្លឹងមើលទៅឯនាយគេបានឃើញកំពូលភ្នំខ្ពស់មានផ្ទៃរាបឃើញក្រុមកសិករកំពុងធ្វើស្រែនៅតាមរបាក់ចង្កេះភ្នំទៀតផងដើរបានបន្តិចមកទៀតគេក៏ឃើញក្មេងតូចមួយក្រុមនាំគ្នារត់លេងនៅក្បែរផ្លូវយ៉ាងសប្បាយរីករាយក្រៅពីនេះមានបរិយាចំណា2នាក់កំពុងអង្គុយលេងអុកផងដែរការដើរបណ្ដើរមើលទេសភាពបណ្ដើរដូចនេះធ្វើឲ្យក្មេងប្រុសត្រឡប់មកផ្ទះវិញទាំងមិនដឹងខ្លួនពេលគេឲ្យចានប្រេងទៅឲ្យម្ដាយឃើញថាប្រេងឆានៅក្នុងចាននៅពេញដដែលគ្មានកំពប់បន្តិចណាឡើយសូម្បីតែមនុស្សយើងដាក់ឈ្មោះថាជាកំពូលអ្នកគិតក៏ដោយតែពុំមែនជាការគិតដោយក្តីកង្វល់ព្រួយបារម្ភរហូតដល់កើតក្តីរោគស្លេះនោះដែរយើងត្រូវតែចេះចែកឲ្យដាច់រវាងការគិតនិងការព្រួយបារម្ភការព្រួយបារម្ភគ្រាន់តែជាផ្នែកអវិជ្ជមានមួយផ្នែកនៃការគិតដែលមានផ្នែកផ្សេងជាច្រើនបើយើងគិតមិនចង់ឲ្យជីវិតមានសេចក្តីសុខអ្នកគួរតែទទួលយកវិធីគិតរបស់ម្ដាយក្មេងនេះមកសាកល្បងមើលជំនួសឲ្យការដើរមួយថ្ងៃគិតតែពីរឿងផលប្រយោជន៍ទ្រព្យសម្បត្តិមាសប្រាក់ឬសាកល្បងសាងសមិទ្ធផលផ្សេងដែលភាគច្រើនសុទ្ធតែជារឿងធ្វើតាមតឹងធ្វើឲ្យជីវិតត្រូវខំប្រឹងបើកភ្នែករហូតមិនហ៊ានពព្រិចភ្នែកចូលអ្នកសាកល្បងយកពេលវេលាខ្លះមកពិនិត្យសង្កេតបរិយាកាសល្អដែលកើតមានក្នុងជីវិតមិនថាជាកន្លែងធ្វើការសាលារៀនឬការប្រើជីវិតក្នុងរូបភាពផ្សេងដែលធ្វើឲ្យយើងមានទម្លាប់និងរីកចម្រើនទៅមុខរួមជាមួយនឹងរឿងល្អទាំងនេះមនុស្សដែលចេះរកភាពសុខដុមរមនាឲ្យជីវិតពីវត្ថុផ្សេងដែលកើតឡើងជុំវិញខ្លួនតើគ្មានអារម្មណ៍ថាពេលវេលារបស់ខ្លួនពោរពេញទៅដោយសម្ពាធនិងភាពតានតឹងនោះទេជាការពិតណាស់អ្នកណាក៏រៀនអ្នកណាក៏គិតអ្នកណាក៏ធ្វើការប៉ុន្តែប្រសិនបើរៀនគិតធ្វើការស្ថិតក្រោមសម្ពាធតានតឹងជាប្រចាំអ្នកគិតទៅមើលតើក្នុងមួយឆ្នាំយើងប្រើពេលអស់ប៉ុន្មានទៅហើយតើជីវិតរបស់អ្នកនៅសល់ពេលប៉ុន្មានទៀតដើម្បីលំហើយត
តើវាសមនឹងតម្លៃនៃការមានជីវិតរស់នៅដែរឬទេហេតុនេះបើទិញប្រេងឆាបណ្ដាក្រេបរសជាតិធម្មជាតិបណ្ដាតើវានឹងទៅជាយ៉ាងណាវិញថ្មីត្បិតតែពេលវេលាវាមានតម្លៃសម្រាប់ការរៀនសូត្រធ្វើការងារតែពេលវេលាក៏មានតម្លៃសម្រាប់សេចក្តីសុខរបស់យើងដែរមនុស្សដែលមានសេចក្តីសុខទោះនៅទីណាក៏ដោយក៏មានសេចក្តីសុខព្រោះគេមានសេចក្តីសុខនៅក្នុងខ្លួនគេរួចជាស្រេចមកហើយឯការប៉ុនប៉ងរកសេចក្តីសុខនៅពីក្រៅខ្លួនវាតែងតែធ្វើឲ្យយើងខកបំណងជាប្រចាំមនុស្សតែងមើលឃើញពីរឿងដែលព្រមលិខិតមិនយុត្តិធម៌តែពុំបានក៏លេចទៅមើលអំពីភាពយុត្តិធម៌ដ៏ពិតប្រាកដដែលព្រមលិខិតផ្ដល់ឲ្យនោះឡើយ